គ្រប់ជំរាបសួរបងប្អូនជនរួមជាតិបាទជាទីគោរពនឹងដោយក្តីនឹករលឹកដោយក្តីគោរពពីខ្ញុំបាទខ្ញុំមានការចូលរួមជាមួយនឹងបងប្អូនបន្តិចបាទតើទៅនឹងខ្ញុំបានឃើញបងប្រុសម្នាក់ហើយគាត់ក៏ជាអ្នករៀនសូត្រអ្នកចេះដឹងមួយរូបដែរហើយមិនធំរៀនអីបាទថ្នាក់ទី12ទេបាទរៀនថ្នាក់ដល់បណ្ឌិតណាបងប្អូនរឿងដែលខ្ញុំចម្លែកគឺចម្លែកត្រង់ថាគាត់អត់ស្គាល់លោកគ្រូរងឈុនបាទលោកគ្រូរងឈុនណាហើយខ្ញុំជឿថាលោកគ្រូរងឈុនមិនថាអ្នកគាំទ្រគាត់អ្នកមិនគាំទ្រគាត់ទេបាទខ្ញុំជឿថាភាគច្រើនស្គាល់គាត់ហើយបាទលោកគ្រូរងឈុនពីព្រោះលោកគ្រូរងឈុនគាត់បាទជាប់ពន្ធនាគារហ្នឹងបាទដូចជាមិនតិចដែរបាទប្រហែលជា2-3លើកអីដែរហើយបងប្អូនហើយពេលដែលខ្ញុំឃើញបងប្រុសម្នាក់ហ្នឹងគាត់ថាគាត់អត់ស្គាល់លោកគ្រូរងឈុនបាទខ្ញុំមានអារម្មណ៍ថាចម្លែកដែរចម្លែកត្រង់ថាម៉េចបងប្អូនចម្លែកត្រង់ថាគាត់មិនមែនជាអ្នកស្រុកស្រែចំការជនបទទេមិនមែនជាអ្នកដែលរស់នៅឆ្ងាយដាច់ស្រយាលឬមួយអ្នកដែលពុំមាន smartphone ប្រើនោះទេបាទគាត់គឺជាអ្នករៀនសូត្រចេះដឹងហើយបាទគាត់ក៏មានគំនិតល្អចូលរួមក្នុងសង្គមជាតិដែរបាទមិនមែនអត់ទេប៉ុន្តែវាប្លែកត្រង់ថាគាត់អត់ស្គាល់លោកគ្រូរងឈុនបាទខ្ញុំចម្លែកបដ ாய் បាទអញ្ចឹងខ្ញុំសូមចូលរួមទៅរឿងនឹងបន្តិចណាបងប្អូនពេលដែលយើងជាអ្នករៀនសូត្រយើងជាយុវជនសិស្សនិស្សិតបញ្ញវន្តដែលមានការសិក្សាជ្រៅជ្រះហើយយើងមិនសិក្សាតាមដានក៏ដូចជាចូលរួមក្នុងជីវភាពនយោបាយដោយអ្វីដែលសរសេរនៅក្នុងរដ្ឋធម្មនុញ្ញណាបងប្អូនអញ្ចឹងវារឿងខ្លះយើងប្រកែកមិនបានយើងចង់ចាក់ចេញក៏ចាក់ចេញមិនបានដែរបងប្អូនហេតុអីពីព្រោះពាក្យថានយោបាយមួយម៉ាត់វាមិនមែនជារឿងអាក្រក់ទេហើយនយោបាយមួយម៉ាត់ក៏វាមិនមែនជារឿងដែលយើងមិនត្រូវចូលរួមមិនត្រូវសិក្សាមិនត្រូវស្វែងយល់នោះដែរពាក្យថានយោបាយមួយម៉ាត់វាជាពាក្យដែលល្អពាក្យដែលនាំមកនៅសន្តិភាពពាក្យនាំមកនៅផ្សះផ្សាពាក្យនាំមកនៅការអភិវឌ្ឍពាក្យនាំមកនៅការរីកចម្រើននៅក្នុងសង្គមនៅក្នុងប្រទេសជាតិនីមួយៗនយោបាយណាបងប្អូនអញ្ចឹងបើយើងដែលជាប្រជាជនដែលរស់នៅក្នុងសង្គមនៅក្នុងប្រទេសប្រជាធិបតេយ្យគឺដាច់ខាតចង់មិនចង់បងប្អូនត្រូវតែមានការយល់ដឹងអំពីពាក្យនយោបាយនឹងហើយឧទាហរណ៍បើបងប្អូនចង់ធ្វើអាជីវកម្មចង់ដាក់ទុនវិនិយោគទុនគឺចង់មិនចង់ត្រូវតែសិក្សាអំពីនយោបាយហើយអញ្ចឹងនយោបាយបងប្អូនស្ដាប់ហើយសាកពិចារណាមើលថាវាល្អឬអាក្រក់